របៀបធ្វើ Castella cake យកពងមាន់ស6គ្រាប់លាយជាមួយស្ករ50ក្រាមវាយឲ្យឡើងចេញជាគ្រីមមានម្សៅខេក80ក្រាមប៊ឺ100ក្រាមរំលាយឲ្យរលាយ fresh milk 200ក្រាមចាក់ចូលជាមួយនឹងប៊ឺដែលរលាយបន្ទាប់មកកូរវាឲ្យសព្វរួចចាក់ពងក្រហម6គ្រាប់ចូលកូរវាឲ្យសព្វជាមួយនឹងប៊ឺ fresh milk បន្ទាប់មកទៀតវាយវាឲ្យចូលសព្វល្អដាក់ម្សៅខេកចំនួន80ក្រាមលាយចូលឲ្យសព្វល្បាយទាំងអស់ចូលគ្នាកូរឲ្យសព្វបានល្អបន្ទាប់មកដាក់ក្លិនវ៉ានីឡា5ក្រាមតាមដើម្បីកាត់ភាពឆ្អាបរួចចាក់គ្រឿងផ្សំទាំងនោះចូលជាមួយនឹងល្បាយពងមាន់សដែលវាយជាមួយស្ករសឡើងជាគ្រីមកូរវាឲ្យសព្វបានល្អរួចចាក់ក្នុងពុម្ពដាក់ក្នុងពុម្ពដិតប្ររយៈពេលដិតកម្ដៅលើ150ក្រោម150រយៈពេល1ម៉ោង20នាទីឆ្អិននេះជាលទ្ធផលស្រេចបានរូបរាងទន់ល្មើយឈ្ងុយឆ្ងាញ់នេះគឺជានំ Castella cake